កំពីបត្រៃបេដកលេខ69មហាវគ្គនៅក្នុងញាណកថានៅក្នុងទំព័រ109វងដង្កៀប92បញ្ញាក្នុងការសង្រួមហើយតម្កល់ទុកឈ្មោះថាសមាធិភាវនាមយាញាណតើដោយម្ដេចសមាធិមួយគឺភាពនៃចិត្តមានអារម្មណ៍តែមួយសមាធិ2គឺលោកីយសមាធិ1លោកុត្តរសមាធិ1សមាធិ3គឺសមាធិប្រកបដោយវិតកៈប្រកបដោយវិចារៈ1សមាធិដែលមិនមានវិតកៈមានតែវិចារៈ1សមាធិដែលមិនមានវិតកៈមិនមានវិចារៈ1សមាធិ4គឺសមាធិគប់រកនៅសេចក្តីសាបសូន្យ1សមាធិគប់រកនៅការតាំងនៅ1សមាធិគប់រកនៅគុណវិសេស1សមាធិគប់រកនៅការទំលាយកិលេស1សមាធិ5គឺការផ្សាយនៃបិតិ1ការផ្សាយនៃសេចក្តីសុខ1ការផ្សាយនៃចិត្ត1ការផ្សាយនៃពន្លឺ1ការកំណត់នៅការពិចារណា1សមាធិ6គឺជាចិត្តជាឯកកតាដោយអំណាចពុទ្ធានុសតិឈ្មោះថាអវិខេបសមាធិ1ចិត្តជាឯកកតាដោយអំណាចធម្មានុសតិឈ្មោះថាអវិខេបសមាធិ1ចិត្តជាឯកកតាដោយអំណាចនៃសង្ឃានុសតិឈ្មោះថាអវិខេបសមាធិ1ចិត្តជាឯកកតាដោយអំណាចនៃសីលានុសតិឈ្មោះថាអវិខេបសមាធិចិត្ត1ជាឯកកតាដោយអំណាចនៃចក្ខានុសតិឈ្មោះថាអវិខេបសមាធិចិត្តជាឯកកតាដោយអំណាចនៃទេវានុសតិឈ្មោះថាអវិខេបសមាធិ1សមាធិ7គឺភាពនៃសេចក្តីឆ្លៀសវៃក្នុងសមាធិ1ភាពនៃសេចក្តីឆ្លៀសវៃក្នុងការចូលកាន់សមាធិ1ភាពនៃសេចក្តីឆ្លៀសវៃក្នុងការតាំងនៅក្នុងសមាធិ1ភាពនៃសេចក្តីឆ្លៀសវៃក្នុងការចេញចាកសមាធិ1ភាពនៃសេចក្តីឆ្លៀសវៃក្នុងសេចក្តីស្រួលក្នុងសមាធិ1ភាពនៃសេចក្តីឆ្លៀសវៃក្នុងអារម្មណ៍នៃសមាធិ1ភាពនៃសេចក្តីឆ្លៀសវៃក្នុងការប្រមូលមកនៅសមាធិ1សមាធិ8គឺចិត្តជាឯកកតាដោយអំណាចនៃបថវៃកសិនឈ្មោះថាអវិខេបសមាធិ1ចាសូមអរគុណអគ្គមហាបាសកាអុកចន្ទថាដែលបានអាននៅទីនេះគឺយើងអានតែត្រឹមតែពាក់ព័ន្ធនៅក្នុងកិច្ចប្រតិបត្តិដែលយើងពាក់ព័ន្ធជាមួយនឹងអធិស្ស្រ័យយើងកំពុងអំពេញប្រសមាធិមានទាំងអស់40កម្មដ្ឋានអញ្ចឹង40កម្មដ្ឋាននោះវាមានអនុសតិ10នេះក្នុងនេះព្រះអង្គបញ្ជាក់ញាណដែលត្រូវដឹងញាណដែលត្រូវដឹងគឺញាណគឺអីញាណគឺអីញាណគឺចិត្តចិត្តគឺញាណគឺចិត្តគឺចង់សំដៅលើញាណនេះចិត្តនេះដឹងច្បាស់លាស់ដឹងពិតប្រកបដឹងដោយអីដឹងដោយចិត្តនោះដោយញាណនោះគឺដោយសតិនោះចាំពាក្យហ្នឹងទៀតណាដោយសតិបើអត់មានសតិភ្ញាក់រលឹករលត់សតិទៅជាមនុស្សអីអត់សតិគេហៅអីមនុស្សអត់សតិគេថាម៉េចស្តៀងឈួតអីគេថាម៉េចថាលប់នៅមនុស្សលប់អត់សតិអានេះលប់មែនទេហ្មងណាអញ្ចឹងក្នុងគណៈនេះយើងត្រូវយល់ដឹងទៅនេះព្រះអង្គទ្រង់សម្ដែងខ្ញុំធ្លាប់រៀនជាមួយព្រះអង្គគ្រូហូហួនលោកឲ្យចម្រើនពុទ្ធានុសតិធម្មានុសតិសង្ឃានុសតិចក្ខានុសតិអីទៀតសីលានុសតិទេវតានុសតិអីទៀតអ្នកដែលរៀនចាំអត់អានាបានុសតិឧបសមានុសតិតែយើងយកអីឥឡូវនេះយកអានាបានុសតិប៉ុន្តែក្នុងនេះព្រះអង្គសម្ដែងឲ្យដឹងថាការសង្រួមឈ្មោះថាសមាធិគឺសង្រួមអីសង្រួមក្នុងគុណព្រះពុទ្ធគុណព្រះធម៌គុណព្រះសង្ឃគុណព្រះពុទ្ធយើងយកអីដំបូងទីគឺសូត្រយើងសូត្រថ្វាយគុំព្រះហ្នឹងណាអតិបិសោភគវេអរហង្គសម្មាសម្ពុទ្ធោវិជ្ជាចរណៈសម្បណ្ណោសុគតោលោកវិទូអនុត្តរោបរិសត្តោមសារថៈសត្ថាទេវៈមនុស្សានំពុទ្ធោភគវេតេហើយនេះសូត្រហ្នឹងអញ្ចឹងបានពេលដែលអ្នកចិត្តស្លាប់ហ្នឹងគេឲ្យទៅសូត្រធម៌ឲ្យអ្នកស្ដាប់មកចេះសូត្រតែប៉ុណ្្នឹងទៅមិនបាច់ទៅណាវែងទេណាសូត្រលប់ទៅលប់មកដើម្បីនឹកឃើញគុណព្រះអង្គគឺព្រះនាមព្រះអង្គហ្នឹងណាបើថាយើងចាល់ច្រកមកដៃពុកយើងចិត្តអលត់ហើយរលណាមិនឃើញទេសូត្រគុណយើងទៅទាំងសូត្រអត់បង្អោនចិត្តឲ្យគាត់ដឹងច្បាស់សលេងហ្នឹង
ដល់ពេលស្លាប់ចាប់យកពុទ្ធោបានឬក៏ភគវីឬក៏អរហង្គអីសិតតែពនាមព្រះអង្គដែលអាចទៅឋានសួគ៌បានហ្នឹងគឺចឹងចេះក្នុងគណៈនេះព្រះអង្គឲ្យយើងដឹងថានេះការដែលចម្រើនហ្នឹងគុណពុទ្ធគុណពុទ្ធប្រសង្ឃក៏ស្ងប់ដែរក៏ជាសមាធិដែរណាជាសមាធិដែរចឹងក្នុងគណៈដែលយើងរៀនសមាធិពីទាបទៅនេះសំខាន់ដែលព្រះអង្គសម្ដែងដាក់ដើមទីអ្វីគឺនឹងឯងជាបុព្វភាគខាងដើមដែលយើងត្រូវប្រតិបត្តិយើងប្រតិបត្តិពីនឹងទៅឧបការៈមកដល់អានាបានសតិដែលព្រះអង្គសម្ដែងថាជាធម៌របស់អីវិរៈបរោះដ៏ឆ្នើមគឺអ្នកឆ្នើមដោយបញ្ញាអ្នកឆ្នើមដោយការសង្រួមអ្នកឆ្នើមដោយអីទាំងអស់ដែលព្រះពុទ្ធជាម្ចាស់ទទួលយកអានាបានសតិនឹងយល់ទេអញ្ចឹងយើងនេះកំពុងទៅតាមតេតៈជាមួយព្រះអង្គនឹងឆ្នើមមកលើនេះនោះឆ្នើមដឹងខ្លួនឯងប៉ុន្តែវានឹងទៅដល់នោះណាទៅដល់នឹងអញ្ចឹងបានព្រះអង្គបង្រៀនឲ្យយើងដឹងពីគុណពុទ្ធធម៌ប្រសង្ឃសិនសីលាសិលដែលយើងសម្រើននឹងត្រូវដឹងគុណសบายចិត្តនឹងសិលដែលយើងធ្វើដោយលោកទាវលោកយាយសบายចិត្តនឹងសិលមែនទេមកអញ្ជើញមកទាំងអស់គ្នាធ្វើទានណានឹកឃើញសบายក្នុងទានទាំងចូលចង្ហាន់ប្រកេនប្រសង្ឃរាល់ថ្ងៃយើងធ្វើមហូបប្រកេនប្រសង្ឃចាស់ភាសាសល់ឲ្យដល់កម្មករទានទាំងអស់ហ្នឹងណាជាទានបារមីមួយអញ្ចឹងនឹកឃើញទាននឹងចាក់កៈណាចាក់កៈនោះសតិនោះពាក្យចាក់កៈនោះគឺទាននឹងឯងតែទានលះដោយអីលះភាពកំណាញ់ពីចិត្តបានន័យថាលះទាំងកិលេសលះទាំងទ្រព្យសម្បត្តិអ្នកខ្លះលះតែទានធ្វើឲ្យប៉ុន្តែកិលេសនៅអញឲ្យក៏ឲ្យតើអញដូចស្ដាយដូចអញចេះហីហ្នឹងគឺជាប់ដោយកិលេសវិញដែរទានលះដោយបរិសុទ្ធពិតប្រកបអានឹងគឺទានបារមីហៅថាចាក់កៈបារមីអានឹងហៅទៅចាក់គានុសតិណាអនុសតិចាក់គានុសតិឲ្យយល់ចំណុចហ្នឹងចឹងក្នុងគណៈដែលយើងបានបំពេញទាំងអស់ហ្នឹងហើយអីដែលឧបការៈឲ្យមកអានាបានសតិនេះប្រព្រឹត្តទៅបានល្អតែយើងមកពីអីផ្លោះអត់ដំបូងទីអ្នកដែលមករៀនមួយខ្ញុំឲ្យច្រើនគុណពុទ្ធប្រធរប្រសងហ្នឹងឲ្យចម្រើនបណ្ឌភាកច្រើនសួរទៅខ្ញុំសតានាបាសតិឲ្យបាណាបាសតិឲ្យចាប់ពីនឹងទៅបដ ாய் ទៅដល់ទៅចាប់ទៅវាមិនឥឡូវនេះវាលឿនឬវាយឺតព្រោះអីសតិយើងអត់តន់មកនៅក្នុងចំណុចមួយត្រឹមនឹកឃើញគុណនឹកឃើញពនាមព្រះអង្គអត់តន់បាននឹងផងហ្នឹងអញ្ចឹងមកយកអីយកខាងក្នុងកាយនេះបាត់ហើយណាចម្រើនណាបាសតិគឺយកកាយក្នុងកាយតែអញ្ចឹងអត់បានយកអាខាងក្រៅទេយកអាខាងក្នុងអញ្ចឹងខាងក្នុងនេះលុះត្រាណាតែអ្នកដោយដឹកអ្នកខ្លះបដិសេធតែអត់ទៅសមាធិទៅធ្វើសមាធិអានឹងសម្រាប់តែជាបរោះដល់ខ្ពង់ខ្ពស់ដល់ឆ្នើមបំផុតដែលអាចធ្វើបានគឺពុទ្ធហ្នឹងឯងដែលព្រះអង្គធ្វើបានហ្នឹងឆ្នើមដល់ប្រសិទ្ធសាលត្រូវមានបញ្ញាត្រូវមានបារមីខ្លាំងបានធ្វើបានដល់យើងមិនឃើញព្រះអង្គចម្រើនអានាបានសតិបានសម្រេចមគ្គផលក្រោមលពុទ្ធិព្រឹកមែនទេផ្ចាញ់មាបានផ្ចាញ់មារាធិរាជបានដោយមានអីជួយផងបារមី30ព្រះអង្គហើយមានអ្នកមានជួយធ្វើផុសសាក់សីផុសតាងគឺអីនាងកហិញពធរណីដែលព្រះអង្គផ្ចាញ់មាហ្នឹងយើងអល់ដៃផ្ចាញ់មាហ្នឹងមានអីដូចយើងសូត្រយ៉ាងកែងដាក់ចិត្តអធិដ្ឋានដែរសុំផែនដីទទួលដឹងលឺបុណ្យខ្ញុំផងហើយមច្ចរេទទួលដឹងលឺខ្ញុំផងបើខ្ញុំទៅជួបហើយភ័យរនឹកបុណ្យមិនឃើញទៅជួយនឹកបុណ្យខ្ញុំផងចឹងណាហើយដល់នាងកហិញព្រះអង្គជ្រោយទឹកឲ្យធ្វើធំមុនធំកាលណាព្រះអង្គជ្រោយទឹកអញ្ចឹងជ្រោយទឹកហ្នឹងឯងដែលធ្វើឲ្យនាងកហិញដែលព្រះអង្គសម្ដែងថាព្រះអង្គមានសាក្សីអ្នកឯងយកមនុស្សរស់សាក្សីតែខ្ញុំអត់មានយកអ្នកមានជីវិតរស់សាក្សីយកនាងកហិញប៉ុន្តែនាងកហិញក៏មានជីវិតដែរឃើញទេផុសមកជួយព្រះអង្គច្បូតទឹកហ្នឹងអាទឹកហ្នឹងអាទឹកដែលសក់ហូរខ្លាំងហ្នឹងលិចមាទាំងអស់ដោយសារអីដោយសារជ្រោយទឹកព្រះអង្គហ្នឹងហើយណាអញ្ចឹងឲ្យយល់ថានេះយើងខំជ្រោយទឹកហ្នឹងដើម្បីឲ្យឈ្នះមាដែរបើថាមកចាញ់ដាក់បន់នាងកហិញជួយទៅអ្នកទាំងអស់ទាំងទេវតាទាំងអីទាំងដែលយើងផ្សាយទៅគឺថាជួយយើងឲ្យតែយើងផ្សព្វផ្សាយទឹកឯងអញ្ចឹងពុទ្ធានុសតិធម្មនុសតិអីជាបុណ្យកុសលដែលយើងត្រូវបំពេញប៉ុន្តែបានជាមកដល់អានាបានសតិហើយអញ្ចឹងតស៊ូអត់ធ្មត់តិចទៅវាលំបាកនឹងស្ងប់ហើយព្រោះអី
សតិដែលតម្កល់គេហៅថាព្រះអង្គសម្ដែងនេះមិនបានអានទេមិនព្រះអង្គសម្ដែងដើមថ្នាក់ទាបថ្នាក់កណ្ដាលថ្នាក់ខ្ពស់អញ្ចឹងយើងអត់បានតម្កល់អាថ្នាក់ទាបទេយើងយកថ្នាក់ខ្ពស់បដោយអញ្ចឹងទៅកល់ឲ្យមិនដាក់ខ្យល់ចេញចូលប្រិចបាត់លោកទាវមិញបានស្ងប់អត់ឬក៏នឹកឃើញការងារហ្នឹងហើយអានឹងអញ្ចឹងតែធ្លាប់ទៅដល់ធ្លាប់ទៅទាំងយើងទាំងគេវាទៅណាចិត្តនេះធ្លាប់នៅខាងក្រៅអត់ដែលនៅខាងក្នុងទេយើងមើលទៅជីវិតយើងរស់នៅបច្ចុប្បន្នចិត្តនៅឯណាមើលចិត្តមើលនៅឯណានៅខាងក្រៅទាំងអស់បើអត់សមាធិទេនៅខាងក្រៅទាំងអស់នៅក្នុងទៈមាទាំងអស់ត្រង់ណាភ្នែកឃើញរូបទៅជាឬសម្លេងចំោះធំខ្លះមួយថ្ងៃទៅទទួលរូបរាប់លានរាប់កោតរូបអីខ្លះទៅកើតលត់ហ្នឹងសម្លេងចំោះធំក្លិនកាយប៉ះពាល់ដាត់ដឹងរសភាសាមួយថ្ងៃប្រហែលដងភ្លក់លិចភ្លក់កើតយ៉ាងហើយក៏ផឹកទឹកដែរក៏ដឹងរសជាតិដែរអញ្ចឹងដឹងទាំងអស់អញ្ចឹងចិត្តនេះហត់នឿយណាស់ណាឥឡូវមើលឃើញខ្ញុំមែនទេឮសម្លេងខ្ញុំអ្នកអង្គុយចិត្តនឹងធំញើសធំក្លិនទៀតបើក្អូបធំក្អូបអញ្ចឹងកើតរលត់លឿនណាស់ចិត្តគេទទួលយកណាស់អញ្ចឹងហត់មិនហត់គេហត់ណាស់ទៅណាហើយគេខ្វល់ទៀតគិតរឿងនេះរឿងនោះដោះស្រាយមិនចេញវា stress ចឹងចិត្តនឹងជំងឺ100,000សែនចម្ពោះអត់ព្រមព្យាបាលឲ្យគ្នាទៀតចិត្តនឹងទុកឲ្យវេទនាឈឺរ៉ាំរ៉ៃនឹងស្គមកំប្រឹងចិត្តនឹងបើមានរូបរាងវិញស្គមសោកស្បែកឆ្អឹងទេឲ្យកាយនេះថត់ឲ្យក៏ហើដោយសារអីឲ្យអាហារថែទាំបំពន់ឈឺអីតិចតួចរត់ទៅពេទ្យព្យាបាលតែចិត្តដែលឈឺអត់ព្យាបាលគ្នាសោះឥឡូវនេះយើងមកនាំរៀបព្យាបាលចិត្តនេះសំខាន់ណាស់ព្យាបាលដោយថ្នាំទឹកដែលព្រះអង្គសម្ដែងដែលយើងយកអាណាបាលសតិនេះអញ្ចឹងការព្យាបាលចិត្តនេះវាទៀមទាច្រើនណាស់ប្រចិត្តអត់ដែលព្យាបាលផងហ្នឹងឲ្យគ្នាជាមិនបើវារ៉ាំរ៉ៃរាប់កាប់ផែនដីហើយជំងឺអាក្រក់ជាងគេបំផុតគឺស្អីលោភៈទោសៈមោហៈទិដ្ឋិមានៈអិសាមច្ឆរិយៈទាំងហ្នឹងកិលេសទាំង10ហ្នឹងតែព្រះអង្គសម្ដែងថាជាភ្លើងដុតរលជានិច្ចឥឡូវព្យាបាលចិត្តហ្នឹងដុតចិត្តនៅរាល់ថ្ងៃអត់ដុតទេណាដឹងច្បាស់ហើយណាបើអង្គុយនឹកឃើញខឹងណានអីហ្នឹងពងដុតឲ្យច្បាស់ហើយណាបើថាអង្គុយនឹកឃើញខ្យល់ដង្ហើមចេញចូលនឹងគឺកំពុងតែព្យាបាលចិត្តឲ្យផុតពីភ្លើងលោភៈទោសៈអញ្ចឹងមើលមែនទេណាដើម្បីឈានទៅដល់វិបស្សនាញាណតលតែចិត្តនេះស្ងប់បានដឹងបាននាមនឹងរូបនឹងដឹងបានដោយសារអីដោយសារចិត្តស្ងប់ទេណាបើចិត្តវារវល់វាឈឺក៏អើយឥឡូវខ្ញុំសួរលោកយាយឈឺក្បាលផងឈឺជើងផងវាចុកពោះផងវាស្អីផងវាកជ្រោកបោកបែនពេលហ្នឹងសួរតរនឹកធေါ်ឃើញទេអត់ឃើញទេយ៉ាងណាមិញអាចិត្តនេះក៏ចឹងដែរអាចិត្តនេះវាច្បល់វល់ចូលគ្នាហើយឃើញថានាមត្រឹមនាមរូបទេអត់ឃើញទេណាអញ្ចឹងយើងញែកអត់ដាច់ទេពេលចិត្តស្លាប់យើងញែកអត់ដាច់តសោះហើយបើសិនយើងមិនព្រមព្យាបាលនេះទេនោះឃើញត្រឹមតែនាមនឹងរូបចេះតែថាតែញែកអត់ដាច់ទេវានៅជាប់ជាពាក់វៈវិនដោយព្រះអង្គសម្ដែងថាដូចស្អីសបុកនាងរមមកអត់ឃើញទេហើយបើចិត្តយើងចំពោះចេះតែបោកចូលយ៉ាងហ្នឹងពេលចិត្តស្លាប់យកអីទៅយកអាបោកចូលជាមួយគ្នាឯងទៅដូចខ្ញុំឲ្យមើលរូបភាពដែលថាដើរទៅឃើញស្មៅក្នុងទឹកហ្នឹងណាត្រានឹងស្នាមត្រាហ្នឹងណាបើជាតិនេះយើងបំពេញកាយកម្មវិជ័យកម្មនោកម្មដែលនាំឲ្យស្មុគស្មាញឲ្យមានជំងឺផ្លូវចិត្តវាច្រើនណាប្រចិត្តជាពុះជាវិញ្ញាណណាទៀតណាជាពុះជាវិញ្ញាណសួរតើយើងបានគិតទេថាយើងកំពុងបដោះពូជវេទនាផ្លូវចិត្តប៉ុណ្ណាហើយបើយើងបដោះពូជវេទនាផ្លូវចិត្តចឹងហ្នឹងសួរថាប្រាថ្នាជាតិក្រោយសុខទេអត់ទេណាព្រះអង្គសម្ដែងថាបដោះពូជណាបានពូជហ្នឹងហើយបើបដោះពូជទម្លាក់ចោលឲ្យអស់ឲ្យស្រឡះចិត្តបានណាស្រឡះហើយបើបដោះពូជអាធ្ងន់ប្រមូលទុកអូយអុកបបុកគ្រប់មុខគ្រប់យ៉ាងបានណានឹងទៅហើយអត់មានណាយកទេជឿជាក់ខណៈចិត្តខ្ញុំតែងលើកឡើងចវណ្ណចិត្តសោយណានៃឃើញរូបជារូបសម្លេងអីក៏ដោយគេទទួលយកមកចវណ្ណចិត្តសោយគ្រប់ខណៈចិត្តគ្រប់វិនាទីទាំងអស់ហើយអ្នកប្រមូលណាគេ
តតិលមណៈបកាយបបោលអត់មានបាត់មករៀលមកកាអសេណាទេប្រមូលហើយយកមកដាក់ក្នុងសន្តានព្រវាំងចិត្តនេះដែលរក្សាភពកំណើតនេះយើងស្លាប់ពីនេះទៅព្រវាំងចិត្តថ្មីមួយទៀតបន្តពីវាំងចិត្តចាស់នេះអញ្ចឹងចេះកើតពុបរក្សាភពជាតិកំណើតពីកើតរហូតដល់ថ្ងៃស្លាប់អញ្ចឹងឯកសារនៃជីវិតនេះដែលនៅក្នុងព្រវាំងចាស់នេះទាំងខឹងទាំងល្អទាំងអាក្រក់សខ្មៅអីណានៃចាំមកខ្ញុំប្រាប់ថានោះអ្នកដែលចងពៀគេនោះកុំចងពៀមកថាខឹងគេហើយស្ដោះទឹកមាត់ធ្វើអីមិនបានស្ដោះទឹកមាត់ដាក់អានឹងបានន័យថាចិត្តចងពៀអានឹងទៅហើយទៅទាំងអស់អត់មានសល់ទេបានន័យថាកំពុងតែចប់ចំណងមាដូចគ្នាហើយឆ្លោះគ្នាហើយព្យាយាមធាក់ឲ្យអណានៃខឹងធាក់អំដល់មិនទៀតមកគេចាប់ដៃជាប់រត់ទៅធាក់គេមិនបានមិនស្ដោះទាំងមាត់ដាក់ឯងថែមនឹងខ្ញុំចង់និយាយថាធ្វើអីគេមិនកើតគឺចងពៀវេរានេះកុំណាអត់បានទេទៅក៏ដោយហើយសំទៅឯកសារនៃជីវិតទាំងអាក្រក់ល្អសខ្មៅគេយកទៅដើម្បីអីមានឱកាសគេឲ្យផលឲ្យហើយវិបាករបស់កម្មគេឲ្យគ្រប់ពេលវេលាក្នុងគណៈដែលគេមានឱកាសឲ្យគណៈដែលយើងមានបុណ្យច្រើនបុណ្យជួយទប់អកុសលវិបាកអត់មានឱកាសឲ្យផលទេអញ្ចឹងសบายអស់ពីនឹងទុកព្រឹបមកពីអីបុណ្យនេះសោយអស់ហើយអញ្ចឹងអកុសលវិបាកមានឱកាសឲ្យផលម្ដងគេឲ្យពងខ្ពស់ធ្លាក់មកទៀបវិញឯអ្នកដែលទៀបនោះខំប្រឹងសំបុណ្យអតីតផងជាតិនេះផងបុណ្យប្រអតីតមានច្រើនផងព្រះអង្គសម្រាប់ថាសាងបុណ្យទុកពីកាលមុនជាមង្គលដល់ឧត្តមអញ្ចឹងគេមានឱកាសឲ្យផលបូកនឹងទៅគេឡើងទៅយើងជាឈឺជាអីនោះសុទ្ធតែកុសលនិងអកុសលឲ្យផលទាំងអស់អញ្ចឹងឯកសារជីវិតចាស់យើងធ្វើប្រមាណគេទៅទាំងអស់គេរងចាំឱកាសឲ្យផលដែលព្រះអង្គសម្ដែងថាសាងកម្មណាទទួលផលនៃកម្មនោះកម្មជាមរតកកម្មជាកំណើតគេឲ្យទៅកើតតាអាស្រ័យកម្មចិត្តនេះណាមានអំណាចខ្លាំងណាស់ទៀតណាវាទៅគេចាត់ចែងឲ្យយើងធ្វើអ្វីទាំងអស់ហើយគេមានសិទ្ធិអំណាចក្នុងការការពារថែរក្សាវិបាករបស់កម្មក្នុងសន្តានចិត្តគេទៀតគេមានការថែរក្សាឲ្យគេធ្វើមិនទៀតគេមានសិទ្ធិចាត់ចែងណាចាត់ចែងទៅតាមពេលវេលាចង់ឲ្យលោកយាយកើតអត់ឲ្យលោកយាយឈឺពេលណាលោកយាយមានគ្រោះថ្នាក់អីយ៉ាងណាលោកយាយស្លាប់ថ្ងៃណាគេឲ្យទាំងអស់គេអ្នកចាត់ចែងទាំងអស់ព្រោះគេអីមានសិទ្ធិរក្សានៅបាបកម្មកុសលនិងអកុសលក្នុងភវង្គចិត្តនេះទាំងអស់ចិត្តមានអំណាច6យ៉ាងដែលខ្ញុំធ្លាប់លើកជូនហើយចិត្តនេះណាអ្នកខ្លះតើកបិតចិត្តដងឯងមិនកើតតែចិត្តនេះណាចិត្តដងឯងបានចិត្តត្រង់ណាពេលយើងចម្រើនកុសលធម៌នេះចិត្តនេះគេវិចិត្រឲ្យជាកុសលផងហើយបើចិត្តយើងរវើរវាយគេវិចិត្រឲ្យចិត្តជាអកុសលផងបើយើងចម្រើនដល់ព្រះអរិយបុគ្គលគេវិចិត្រឲ្យទៅជាកិរិយាចិត្តផងចិត្តកាមាវចរៈរូបាវចរៈគឺចិត្តទាំងអស់អញ្ចឹងបងប្អូនឲ្យអប់រំចិត្តនោះចិត្តជាមេជាប្រធានដល់ព្យាយាមអប់រំចិត្តនឹងឲ្យមែនតែនទៅណាចិត្តទៅវិញហើយស្អែកបែកគ្នាហើយមែនទេតែកុំអាបែករហូតហ្នឹងហើយយើងគង់តែនឹងបែកទេប៉ុន្តែកុំអាបែករហូតអីបែកហើយជួបគ្នាក្នុងពេញបុណ្យប៉ុន្តែសុំឲ្យហើយទៅហើយកុំគិតតែពីរឿងវ៉ែប្រប្រែតែជាមួយកូនចៅវ៉ែអវកគិតតែដាំស្លនេះឆ្ងាញ់អត់គិតសមាធិក៏ណែលោកតាធំនាំនេះមកទៀតអ្នកកំពុងធំល្អណាស់ឃើញប្រឹងប្រែងមែនខ្ញុំទៅសើកំកំពុងធំក្រុមទី1ភ្ញាក់លឹកល្អទាំងបងប្អូននេះនោះស្អីណាបងប្អូនស្រីវ៉ាន់ថាបកាយទាំងស្ត្រីបកាយទាំងបរោះសិតតែអ្នកដែលមានសទ្ធាមកតាំងពីតាំងពីទឹកដីនៅដីមកសម្រាប់ដីភ្លៀងអត់ទឹកអត់ផុកមកនឹងភ្លៀងមកហូរកឋិនអីនោះអុយអីសិតតែកឋិនមកនៅសិតតែភ្លៀងទឹកកតេងងើបអង្គុយអស់ព្យាយាមមកដល់ពេលនេះចូលកសាងផងមកធ្វើសមាធិផងអូបានប៉ុនមែនតែចិត្តក្រោយជួបគ្នាឋានលើវិញមិនបាច់ជួបនេះហើយមិនបាច់មកដេកដីនឹងទៀតទេណាទៅយើងអាចព្យាករបានណាបងសម្ដែងតែព្យាករបានក្នុងគណៈអីដូចខ្ញុំបានលើកឡើងធម៌5យ៉ាងយ៉ាងទៀបណាធម៌5យ៉ាងស្អីចាំអត់សោតៈសីលៈចក្ខៈបញ្ញាសោតៈឥឡូវស្ដាប់ធម៌អត់ស្ដាប់ហើយចក្ខៈលះធ្វើទៀនមកនឹងធ្វើទៀនអត់ចូលអីកសាងខ្ញុំរត់ខ្លះបងរំលោះហូបកាយខ្ញុំសប្បាយចិត្តខ្ញុំជ្រះថ្លារីករាយជាមួយអ្នកបងរំលោះអ្នកកំពុងធំក៏មកបងរំលោះដែរនោះធ្វើច្រើនចូលច្រើនហើយនៅបងរំលោះ
បងម្លោះនឹងសบายចិត្តដល់អីខ្ញុំអនុមោទនាបុណ្យដែរដោយសារសំម្ដងតិចម្ដងទៅអក្ខណៈចិត្តម្ដងតិចម្ដងទៅអក្ខណៈចិត្តសំបុណ្យហ្នឹងណាវាល្អប្រសើរជាងអក្ខណៈចិត្តសំបាបមួម៉ៅក៏ដោយកាហាយគេរាល់ថ្ងៃយកណាឃើញទេបានបុណ្យច្រើនណាស់អញ្ចឹងទានយើងមានហើយសិលយើងមានអត់ហ្នឹងហើយមកសមាធិនឹងសិលពងពេញធឹងហើយប៉ុន្តែបើអកុសលវិតកៈកើតឡើងខ្ញុំអត់ដឹងទេអាហ្នឹងអកុសលកម្មហ្នឹងអកុសលវិតកៈតែបើអត់ទៅណាទេអង្គុយសមាធិនឹងគឺមានសិលបបោបញ្ញាមានអត់ធ្វើសមាធិនឹងមានរឿងអីមិនទៅទេវតាបានតែកុំឲ្យទៅវាយគេទៅកាប់គេប្រយ័ត្នចេញនេះទៅកាប់គេអត់ទេទេវតាអត់ទៅរួចទេឲ្យតែដាច់សិល5ជាប់ហើយអត់មានឡើងឋានសួគ៌រួចទេនិយាយឲ្យហើយអញ្ចឹងយើងខំទៅព្យាករទៅហើយបើថាបានសមាធិបានត្រឹមបឋមជាតិតោះសិតបាត់ហើយហើយប្រតិបត្តិដើម្បីនោះទៅនឹងសង្ឃនារព្រំដែលឲ្យអានមិញនេះសុបាយចិត្តអត់ជឿថ្លាអត់ហ្នឹងហើយនៅទេវលោកហើយទៅព្រំលោកទៅមកស្ដែងធម៌គេស្ដាប់ទៀតជួនកាលលោកទេវអាចប្រតិបត្តិបានទៅដល់សទាវាព្រំអាណិតប្រអិនទេវតាខ្លះរត់ឈួតនឹងអាវត្ថុគឺទឹកនោះសុបាយទឹកស្រីច្រើននេះហ្នឹងអញ្ចឹងអត់មានធម៌ស្ដាប់មកជួយគេទៅដោយកវិនមកសូត្រដែលស្ដាប់ប្រុសអត់ហ្នឹងកវិនទៅព្រាមនោះគាត់ជួយស្ដាច់ជាប្រោហិតគាត់ជួយការងារឲ្យគាត់មានសទ្ធាក្នុងបុណ្យកុសលសំណាងកបាព្រំចុះមកថាឯងមកនៅតែអញ្ចឹងងាយរួចខ្លួនទេអញ្ចឹងមិនទៅបួសទៅហើយគាត់មានប្រពន្ធបានប្រពន្ធ40មិនតិចណាដល់មានឧបនិស្ស័យលះបានកាលអាត្បូងទីមិនតាន់ដល់វាថាពេលវេលាអត់តាន់ដល់ណាដូចយើងអញ្ចឹងពេលវេលាមិនតាន់ដល់ចាប់កូនចាប់ដូចមន្ទាវអញ្ចឹងដល់តែពេលវេលាដល់មានឱកាសមកស្ដាប់ធម៌មកប្រតិបត្តិធម៌វាពេលវេលាដល់ពេលវេលាដល់ព្រំគឺជាព្រះរិយបុគ្គលព្រំហ្នឹងតែណាគាមិចបានហោះចុះមកបានហ្នឹងអញ្ចឹងមិនសទ្ធាដល់សទ្ធាប្រមូលទាំងស្ដាច់តែស្ដាច់ខត់ប្រហែលឆ្នាំប្រហែលខែប្រហែលអីអូយយូរណាស់ខ្ញុំដឹងងប់អីណាចឹងត្រឹមអាទិត្យចុះមិននាំទាំងស្ដាច់នាំទាំងអ្នកកោសក់នាំទាំងមន្ត្រីនៅក្នុងវាំងនាំទាំងប្រពន្ធ40តបួសទៀតហ្នឹងឃើញទេអូល្អប៉ុណ្ណាទៅអានឹងបានន័យថាជួបគ្នាឲ្យបំពេញបុណ្យកុសលដូចយើងឥឡូវកំពុងជួបគ្នាបំពេញបុណ្យកុសលណាប៉ុន្តែខ្លាចសទ្ធាវាអត់ស្មើគ្នាឥឡូវនឹងបានប៉ុណ្ណាអ្នកណាស្គាល់ខ្យល់ហើយនៅបើស្គាល់ហើយស្អែកព្រឹកនិយាយគ្នាហើយរបៀបម៉េចទៅខុសដើម្បីកែតម្រូវទៅផ្ទះវិញបើត្រូវរបៀបម៉េចខ្លាចខុសមិនមកតរងទិសឲ្យហើយទៅប្រតិបត្តិកុំឲ្យខុសមួយទៀតមិនប្រការណាបើយើងសន្សំមិនតាន់ដូចគ្នាទេមិនតាន់ស្មើគ្នាទេនោះឧបនិស្ស័យដែលចេញចាក់នៃខមៈចិញ្ចានេះអត់តន់ដូចគ្នាទេទៅមុនទៅក្រោយហើយអញ្ចឹងកុំគិតទៅដូចនាងសុជាតានោះប្រពន្ធ2ទៀតគេជ្រះថ្លានឹងបនប្រពន្ធមួយនោះគេតតែងខ្លួនមានអី2គេទៅឋានលើជាមួយប្តីអាមួយទៀតនៅកុកឯនេះប្រយ័ត្នទៅវិញរវល់ជាប់ជាពាក់នៅកុកខ្ញុំមិនដឹងទេណាខ្ញុំអត់នៅជាមួយទេខ្ញុំទៅហើយអ្នកខ្លះប្រាថ្នាជួបខ្ញុំថាចាបើធေါ်ស្មើគ្នាជួបឲ្យបើអត់ធေါ်ស្មើគ្នាខ្ញុំទៅហើយខ្ញុំទៅហើយនៅនេះនៅជាប់ជាពាក់ឯនេះនៅនេះហើយខ្ញុំទៅនោះមិនជួបព្រះអង្គសម្ដែងថាធေါ်ស្មើគ្នាជួបគ្នាបើធေါ်អត់ស្មើគ្នាអត់ជួបទេចាអញ្ចឹងយើងចេះថ្លារីករាយណាយើងពេលហ្នឹងខ្ញុំចង់លើកឡើងចំណុចហ្នឹងដើម្បីឲ្យឃើញថានេះសិលមានអានុភាពអានិសង្សខ្លាំងណាស់សិលនឹងបាត់អីសិតបិទអបាយភូមិបិទអីទៀតឥឡូវខ្ញុំសុំបញ្ជាក់ចំណុចនេះមួយដើម្បីឲ្យឃើញខ្ញុំអានឃើញឲ្យឃើញណាសិលនេះឯងមិនប្រព្រឹត្តកន្លងបិទព្យាបាទទៀតណាអត់ព្យាបាទគេទេណាបិទអីទៀតធនមិត្តៈកណាសិលបរិបូរអត់អង្គុយទៅអោនទៅចាហើយទៅបើមានតសផងផ្អែកតសទៅបរោយអានឹងហៅធនមិត្តឲ្យលុកងុយឲ្យអត់មានដឹងអីទេចាបិទអីឧត្តចៈកកចៈបិទវិជេកឆាបិទអវិជ្ជាដោយញៀនដោយអីដោយប៉ាមកជៈអញ្ចឹងសិលនឹងសំខាន់ណាស់ទៅណាមិនយើងសិលអញសុំសិល5គ្រប់ឲ្យមែនទេណានឹងអត់តាន់គ្រប់គ្រាន់ពេញលេញបរិបូរទេជាជំហានដំបូងទេ
ទៅដល់កដាលជាសិលដែលបិទអីបិទនិវរណៈធម៌5ដូចសមាធិដែរហើយសិលនេះមិនទៀតប៉ាមកជាបានអីទៀតបិទនិវរណៈធម៌5បានបឋមឈាននេះសិលឧបការៈមកអញ្ចឹងជាគ្រឹះរបស់បឋមឈានអញ្ចឹងបើបឋមឈាននេះអត់មានសិលអីអត់មានទេរលាយបានន័យថាដើមឈើសិលជាអីជារឹសណាជារឹសឧទាហរណ៍ដូចរឹសដើមឈើអត់រឹសទៅមិនរួចវាអត់ដោះហើយដល់សមាធិជាអីជាគល់ដល់មានរឹសមានគល់ហើយមានដើមហ្នឹងមិនចឹងដើមហើយដល់ដោះដើមមកមិនអាដើមឈើដំបងទីវាមកតែមួយឯងដល់រួចទៅវាបែកមេឃសាខាគឺបញ្ញាវិបស្សនាអញ្ចឹងតើតែមានរឹសមានគល់បានវិបស្សនាកើតអញ្ចឹងតើតែមានសិលបានកើតបឋមឈានទុតិយឈាននេះរហូតដល់នេវសញ្ញាចេតនឈានជួយមើលទៅក្នុងទំព័រ103ឃើញហើយតែមិនខ្ញុំចេះថាទេណាព្រះអង្គសម្ដែងយ៉ាងណាយ៉ាងហ្នឹងហើយព្រោះអីរហូតដល់ព្រះអង្គសម្ដែងថាម៉េចនេះខ្ញុំអត់មើលឲ្យអស់ទេប្រវេចារហូតដល់អីដែលធ្លាប់អានហើយដែលខ្ញុំចេះថាព្រះអង្គសម្ដែងថាឲ្យពរជ័យលោកទាវទៅសុំសិលព្រះអង្គសម្ដែងថាម៉េចនាំឲ្យមានភោគសម្បត្តិមែនអត់នាំឲ្យបានព្រះនិព្វានហ្នឹងហើយសិលហ្នឹងជូនទៅដល់ព្រះនិព្វានទៅដល់រូបឈានអរូបឈានទៅដល់និរោធសមាបត្តិទីគោចរចិត្តវិថីចិត្តនៅពេលហ្នឹងរួមជាមួយសមាធិនិងវិបស្សនាចិត្តសោយអារម្មណ៍ណាអារម្មណ៍ទាំងអស់ហ្នឹងជាទីគោចររបស់ចិត្តឲ្យយល់បេតិសុខៈឯកតាពេខារហូតដល់និព្វានរហូតដល់វិបស្សនាញាណទាំង16គេទៅតាមហ្នឹងនឹងជាវិថីចិត្តចេញពីណាពីសិលសមាធិបញ្ញាទៅអញ្ចឹងដូចយើងរៀនអញ្ចឹងរៀនប្រាក់បឋមបជុំឧត្តមហ្នឹងឡើងទៅជំនាញណានេះគឺផ្ដើមចេញពីដើមទីនេះទៅគឺសិលហ្នឹងឯងអញ្ចឹងបើអត់ចេះគ្រឹះខាងក្រោមទេទៅប្រឡងឧត្តមមិនគេឲ្យបើបឋមមធ្យមអត់មានផងហ្នឹងទៅប្រឡងមិនចោះប្រពុតដូចគ្នាអញ្ចឹងយើងសប្បាយចិត្តថានេះយើងកំពុងសន្សំពូជហ្នឹងទៅដល់ហ្នឹងហើយសិលទៅដល់ហ្នឹងហើយសិលទៅដល់ហ្នឹងហើយមិនទៀតព្រះអង្គសម្ដែងថាគឺជាការលះកិលេសរួមលះកិលេសអីកិលេសក្រោកក្រៀតសិលលះកិលេសក្រោកក្រៀតមិនទៅសិលកិលេសក្រោកក្រៀតយល់អត់ស្គាល់អត់ដឹងអត់កិលេសក្រោកក្រៀតគឺកិលេសដែលមើលឃើញឧទាហរណ៍លោកតាទៅលួចគេឃើញទៅលួចគេចាប់ដាក់គុកនឹងឧទាហរណ៍កំខឹងណាលោកតាខាងនេះទៅស្លាប់គេឃើញទៅមែនអត់មើលឃើញតែស្លាប់គេចាប់បានមានទោសទៅលួចប្រពន្ធកូនគេមើលឃើញអាកិលេសដែលមើលឃើញហ្នឹងហៅតែកិលេសក្រោកក្រិតគឺសិលជាអ្នកកំចាត់បានន័យសិលវាចាអីការកាប់សម្លាប់ការលួចគេលួចប្រពន្ធកូនគេនិយាយកុហកភូតផឃើញតែបបាច់កុហកគេខ្ញុំគ្រាន់ថាព្រះអង្គសម្ដែងថាសាងកម្មណាទទួលផលនៃកម្មនោះអញ្ចឹងបើប្រទេសហ្នឹងវាសាងបាបកម្មម្លឹងសួរថារុងរឿងកើតទេអត់កើតទេបណ្ដាលឲ្យវិនាសត្រង់អីអ្នកដឹកនាំតែងគិតខុសយល់ខុសធ្វើខុសបដាអត់មានគេគ្រប់គ្រងកណាបាបកម្មច្រើនខ្លួនយើងក៏ដែរយើងមានបាបកម្មច្រើនទៅណាមកណាគេអត់សរសើរគេអត់គោរពស្រឡាញ់ទេព្រោះអីគេគិតថាមនុស្សអាក្រក់រួមគ្នាធ្វើបុណ្យឲ្យខ្ញុំថាឲ្យនំនេះមកសមាធិនឹងដែលតែយើងផ្សាយបុណ្យទៅឲ្យកងតបយើងផ្សាយបុណ្យដល់ទេវតាដើម្បីទេវតាជួយថែរក្សាប្រទេសជាតិយើងព្រះមហាក្សត្រយើងថ្នាក់នាំប្រទេសយើងប្រជាជនយើងកងតបយើងសមរភូមិមុខអ្នកភាសឹកអីណានេះដើម្បីបុណ្យនឹងជួយទេណាកុំថាអត់ជួយព្រះអង្គផ្សាយមេត្តាដល់សពសត្វរួយទេផ្សាយមេត្តាសាកលបងមើលទេសាកមើលទៅឲ្យដាក់ចិត្តឌូតមែនទេណាអញ្ចឹងគេចេញទៅសួរទៅថាឡើយមានមកទៀតទេគាត់ថាអត់ទេថាអញ្ចឹងស្មាធិទៅយកធម៌ជាទីពឹងទៅគេយកបុណ្យទៅកើតកន្លែងផ្សេងទៀតទៅនឹងវាមានពីរនឹងគ្នាអញ្ចឹងបានថាជឿជាក់ទេណាតែខ្ញុំជម្រាបជូនគណៈកម្មការពុទ្ធបរិស័ទថាមកនាំគ្នាពេញបុណ្យកុសលឧទ្ទិសជូនកងតបយើងប្រទេសជាតិយើងបុណ្យជួយមកចំណាយតែមិនមែនថាយើងស័ក្តិសិទ្ធិបកាយស្អីទេគឺបុណ្យបកាយសម្រាប់ទាវជឿថាបុណ្យបកាយចាបុណ្យបកាយចាឲ្យតែពិតប្រកបគឺបុណ្យបកាយហើយធ្វើឲ្យគិតត្រូវធ្វើត្រូវអីណានៃហ្នឹងអាស្រ័យបុណ្យដោយថ្នាក់ដឹកនាំយើងអញ្ចឹងថ្នាក់ដឹកនាំលោកបច្ចេកទេសអីបច្ចេកទេសទៅយើងខាងពុទ្ធចក្រយើងខំពុទ្ធចក្រផងយើងខំអាណាចក្រផងព្រះអង្គសម្ដែងមានផ្លូវពីរពុទ្ធចក្រនិងអាណាចក្រនឹងឯងដែលជួយគ្នាជីវិតយើងមានតុល្យភាពគឺពុទ្ធចក្រនិងអាណាចក្រនឹងខ្ញុំដកពិសោធន៍ជីវិតខ្ញុំហើយជឿជាក់ទៅទៀត
ឪពុកម្ដាយខ្ញុំណែនាំផ្ដាំគឺខ្ញុំធ្វើតាមបណ្ដាំឪពុកម្ដាយខ្ញុំបានរៀនសមាធិអីហ្នឹងគឺលោកមានប្រសាសន៍ប្រឪពុកខ្ញុំអ្នកបួសលោកថាកូនកុំចោលកូនណាពុទ្ធចក្រនិងអនាចក្រឯងដែលជួយជីវិតកូនឲ្យរុងរឿងនិងមានតុល្យភាពណាមានតុល្យភាពការជ្រោមជ្រែងគ្នាតែគាត់មិនបាននិយាយពាក្យតុល្យភាពទេគាត់ថាបុណ្យពីរហ្នឹងជ្រោមជ្រែងឲ្យកូនរុងរឿងអញ្ចឹងមានន័យថាមានតុល្យភាពអញ្ចឹងយើងទាំងអស់គ្នាបដៅកូនចៅទៅកុំឲ្យគេសាងបាបយើងខំគិតទៅយកសេចក្តីថ្លៃថ្នូរឲ្យកូនចង់ឲ្យកូនរុងរឿងតែបើគេសាងបាបហើយពិបាកនឹងរុងរឿងណាស់ពិបាកនឹងរុងរឿងណាស់ដោយសារតែថាបើគេមានបុណ្យពីអតីតមិនដឹងទេបើខ្វះបុណ្យទៀតទៅហើយអញ្ចឹងយើងបាចិត្តរីករាយទៅណាយើងបានសំបុណ្យបារមីច្រើនហើយចាំល្ងាចបានញៀនទស្សនៈប្រងឥឡូវនេះឲ្យច្បាស់អំពីទានសិលភាវនាភ័យយើងឲ្យច្បាស់វិបស្សនាញាណជាបញ្ញាដែលចាស់ខ្លាមុះមុតបំផុតដើម្បីបានត្រាស់ដឹងជាប្ររិយបុគ្គលអញ្ចឹងពេលវេលាល្ងាចនេះព្រឹកមិញនៅក្រៅនោះបានតែបន្តិចទេខ្យល់វាចូលអញ្ចឹងបានថាខ្ញុំសុំនៅនេះដោយសារអត់សូវមានខ្យល់ដែលចូលភ្នែកវាប៉ះពាល់ទាំងដឹងថាប៉ះពាល់ហើយបើចង់បានបុណ្យហើយចង់ឲ្យពុទ្ធបរិស័ទបានបុណ្យដែរអញ្ចឹងលោកអ្នកបានបុណ្យខ្ញុំក៏បានបុណ្យបងបុណ្យជួយគ្នាទៅវិញទៅមកជាតិក្រោយជួបតែមនុស្សល្អមានសេចក្តីសុខចម្រើនរួចផុតចាកទុក្ខរួចផុតពីរឿងអាក្រក់ទាំងឡាយឧបទ្រពចង្រៃទាំងឡាយរស់នៅដោយមង្គលព្រះអង្គសម្ដែងថាស្ថិតនៅក្នុងមង្គលដ៏ប្រសើរកុំឲ្យមានឧបទ្រពចង្រៃទាំងឡាយបៀតបៀនបានឡើយសូមអនុមោទនាបុណ្យ